ដូចជាសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមាន topic មួយពាក់ព័ន្ធទៅនឹងការសរសេរ comment នៅលើ Linux ដែរហ្នឹងដែលខ្ញុំប្រើប្រាស់ទៅលើ PowerShell ដែល connect ទៅកាន់ SSH ជាធម្មតាចំពោះថ្ងៃនេះដែរគឺខ្ញុំមានចំនួន3 part ដែលពាក់ព័ន្ធទៅនឹង package PP comment ហើយ firewall និង firewall ដោយការងាររបស់ខ្ញុំដែរគឺខ្ញុំ connect ទៅកាន់ SSH ចំពោះមុននឹងចូលធ្វើការ topic របស់យើងនឹងធ្វើការចែកសិនដើម្បីបង្ហាញអ្នកនរគ្នាគឺខ្ញុំចូលនៅលើឈ្មោះ directory របស់ភ័ក្ត្រ 3 ហើយ YPWD គឺខ្ញុំចូលនៅលើ home ឈ្មោះភ័ក្ត្រ 3 អញ្ចឹងចំពោះចំណុចទី1របស់យើងគឺពាក់ព័ន្ធទៅនឹងធ្វើការ update package list ដែលខ្ញុំប្រើប្រាស់ command sudo apt update បន្ទាប់នេះជាភាសារបស់ Linux command ដែលយើងធ្វើការ update ហ្នឹងដោយសារតែខ្ញុំចេញបន្តិចហ្នឹងគឺដោយសារខ្ញុំធ្លាប់ update ដោយសារខ្ញុំ update ហើយឯងបន្តមកទៀតទៅលើចំណុចទី2គឺ upgrade all install package យើងធ្វើ update ទៅលើ sudo apt upgrade upgrade.y មានន័យថាគឺយើង automatic say yes ទៅកាន់ system ហ្នឹងដើម្បីអីកុំឲ្យទៅពេលដែលយើង sudo apt upgrade ហើយ system នឹងសួរយើងម្ដងទៀតថាតើយើងចង់ upgrade អត់យើងឆ្លើយ y មកអញ្ចឹងគាត់ដក y ហើយគឺវាឆ្លើយ automatic អញ្ចឹងយើងឃើញថាប្រសាសន៍ធ្វើការ upgrade របស់យើងបានជោគជ័យហើយជំទាប់មកទៀតគឺចំណុចទី3ពាក់ព័ន្ធទៅនឹងការ install នៅឈ្មោះនៃ package nginx នេះគឺជា package មួយដោយខ្ញុំប្រើប្រាស់ទៅលើ command sudo apt install ឈ្មោះ package ហើយខ្ញុំដក y ដល់ទៀតខ្ញុំ enter មកអញ្ចឹង package ដែលយើងបាន install មិញគឺកំពុងតែ install package នឹងចូលទៅកាន់ម៉ាស៊ីនរបស់យើងហ្នឹងយើងឃើញថា package នឹងធ្វើការ install បានជោគជ័យហើយចំពោះចំណុចបន្ទាប់ទៀតគឺពាក់ព័ន្ធទៅនឹងការឆែក whether ឈ្មោះនៃ package nginx ហ្នឹង switch សួរថាតើយើងឆែកតើ switch ហ្នឹងគឺកំពុងតែ running អត់បើបែរទៅលើ system ctl status nginx គឺ command Linux គឺងាយស្រួលក្នុងការចងចាំដែរដោយសារអីនៅពេលដែលយើងពាក់ព័ន្ធទៅលើចំណុចរបស់យើងចង់ដឹងថាតើ switch ហ្នឹងកំពុង running អត់អញ្ចឹងយើងប្រើប្រាស់លើ system ctl ហ្នឹងគឺ control system control status សកម្មភាពរបស់package ហ្នឹងយើងធ្វើការ enter មកអញ្ចឹងយើងឃើញថាpackage ហ្នឹងកំពុងតែ active គឺ running ដែលនេះមានថ្ងៃខែដែលយើងបង្កើតអញ្ចឹងហើយយើងធ្វើការដើម្បីចាក់ចេញគឺយើងចុចទៅលើ control C ដើម្បីធ្វើការចាក់ចេញយើងធ្វើការ control L មួយដើម្បីវាស្រួលការមើល control L គឺជា shortcut clear មួយដែលយើងបាច់ប្រើប្រាស់ទៅលើ command clear ទេយើងប្រើប្រាស់ទៅលើ control L ទៅគឺ clear នៅលើ Windows ចំពោះចំណុចទី5ពាក់ព័ន្ធទៅនឹងការ remove នៃឈ្មោះនៃ package nginx ហ្នឹងប្រើប្រាស់ទៅលើ command sudo apt remove ឈ្មោះនៃ package ហ្នឹងដក y ចឹងយើងឃើញថា package ដែលយើងបាន install មិញហើយយើងក៏បាន remove វាផងដែរចឹងឃើញថាឈ្មោះ package ហ្នឹងត្រូវបាន remove បាត់ហើយបន្តមកទៀតចូលដល់ part 2 pp redirection exercise ដែលយើងត្រូវធ្វើបន្តហ្នឹងគឺចំណុចទី6គឺគេឲ្យយើងធ្វើការ display list of file in current directory មានន័យថាឲ្យយើងឆែកតើនៅក្នុង file នៅក្នុង directory របស់យើងមាន file គេខ្លះយើងប្រើ alt f មកយើងឃើញថា file anything របស់យើងគឺយើងមាន file អីគេខ្លះនៅក្នុងនេះយើងអាចឆែកបានមួយទៀតយើងប្រើ alt f ដក lx ដើម្បីងាយស្រួលការមើលដែរអាហ្នឹងគឺយើងឆែក file ដូចគ្នាវាបង្ហាញនៅថ្ងៃខែហើយនឹងចំនួនដែលវាផ្ទុកមានប្រមាណអីប្រមាណតែយើងងាយស្រួលក្នុងការយល់មែនតើចំពោះចំណុចទី7វិញគឺយើងធ្វើការ use នៅ pp
ទៅចាំ filter only.tt file មានន័យថាយើង search ដូចគ្នាយើង list ដូចគ្នាតែយើងគ្រាន់ធ្វើការ search នៅក្នុងម៉ាស៊ីនរបស់យើងគឺមាន file អីគេខ្លះ.tt ហ្នឹងគឺមានអីគេខ្លះ lf slash បញ្ឈរនេះមួយហើយ grab គឺមានន័យថាយើងអាចធ្វើការ search .tt អញ្ចឹងយើងឃើញថា file របស់យើងគឺរាល់ file របស់យើងដែលមានកតុយ .tt ហ្នឹងគឺបង្ហាញទាំងអស់នៅលើម៉ាស៊ីនរបស់យើងដែលយើងប្រើប្រាស់ទៅលើ command ls slash បញ្ឈរហ្នឹង grab ចុច2មក .tt ឬក៏យើងចង់បាន file ឧទាហរណ៍យើងមាន file ផ្សេងយើងគាត់ធ្វើការ ឈ្មោះនៃ file របស់យើងមកនឹងបង្ហាញ file របស់យើងមានគីខ្លះនៅក្នុងហ្នឹងចំពោះចំណុចទី8វិញគឺពាក់ព័ន្ធទៅលើការ use នៅ pp ដើម្បីធ្វើការ search នៅប្រសាសន៍របស់ ASX ឬក៏ nginx ហ្នឹងដែលនៃ package របស់យើងហ្នឹងអញ្ចឹងយើងអាចធ្វើការ search នៅ ASX គឺយើងប្រើប្រាស់លើ ps aux ស្លាបបញ្ឈរហ្នឹងប្រើ grab ដែរ ASX នៅពេលដែលយើងប្រើប្រាស់ទៅលើ command មួយហ្នឹងវានឹងបង្ហាញនៅ root ហើយនឹងបង្ហាញនៅ detail something នៅក្នុងហ្នឹងដែលយើងអាចធ្វើការសិក្សាស្វែងយល់បន្ថែមដែលយើងចង់ដឹងពីវាចំពោះការ search នៅ ASX របស់យើងខ្ញុំមានប៉ុណ្្នឹងនេះបន្តមកទៀតគឺយើង search ទៅលើ nginx ដែលឈ្មោះនៃ package របស់យើងហ្នឹងប្រើប្រាស់ទៅលើ command ps aux ប្រើ grab nginx អញ្ចឹងយើងឃើញថារបស់យើងគឺនេះ detail របស់យើង search ទៅលើ nginx ហ្នឹងវាឈ្មោះនៃ package របស់យើងហ្នឹងគឺវាបង្ហាញនៅ detail របស់យើងមានប៉ុណ្ណឹងដែលវាបញ្ជាក់ដែរគឺ ASX នេះពីក្រោយដូចយើង search ASX nginx នេះគឺវាបញ្ជាក់នៅពីក្រោយផងដែរយើងធ្វើការ clear មួយបន្តមកទៀតគឺពាក់ព័ន្ធចំណុចទី9គឺ redirect command output into output.tt កន្លែងហ្នឹងដែរយើងអាចធ្វើការខ្ញុំធ្វើការ link មើលម្ដងទៀត ls.lh អញ្ចឹងបើខ្ញុំមានប៉ុណ្នេះចំពោះចំណុចនេះដែរគឺពាក់ព័ន្ធទៅនឹង output.tt នេះយើងប្រើប្រាស់ ls ខំជាង output.tt enter មកគឺអត់មានអីទេគឺយើងមានន័យថាយើងបញ្ជូន list របស់យើងទាំងអស់ហ្នឹងទៅកាន់ output.tt ហើយយើងធ្វើការឆែកមក cat output.tt អញ្ចឹង file ដែលយើងមានមិញហ្នឹងគឺវាមានថាបញ្ជូនឬក៏វាបោះទៅកាន់ file output.tt ទាំងអស់អញ្ចឹងមានថា list នៅក្នុង directory របស់យើង file របស់យើងអីក៏មានដែរហ្នឹងគឺវាត្រូវបានបញ្ជូនទៅកាន់ output.tt គឺងាយស្រួលក្នុងការប្រើប្រាស់មែនតើដែលយើងប្រើប្រាស់ទៅលើ ls ធំជាងសញ្ញាធំជាងហ្នឹងឈ្មោះនៃ file របស់យើងទៅអញ្ចឹងមានថា list ដែលមានទាំងអស់ហ្នឹងគឺត្រូវបញ្ជូនទៅកាន់ output.tt ដែល file ដែលយើងចង់ឲ្យវាចូលទៅកាន់ហ្នឹងចំពោះ part ទី3ពាក់ព័ន្ធទៅនឹង firewall exercise ដែលយើងនិយាយបានថា UFW ចំពោះចំណុចទី10ហ្នឹងដែរគឺយើងធ្វើការ check នៅ firewall status តើយើងចង់ដឹងថាតើ firewall status របស់យើងគឺ inactive ឬក៏ active ខ្ញុំប្រើប្រាស់ទៅលើ command sudo UFW status អញ្ចឹងយើងឃើញថា sudo UFW របស់យើងគឺ active ដែលខ្ញុំបានenable វានឹងដំបូងអ្នកទាំងអស់គ្នាទៅពេលដែលវាយទៅគឺ inactive អញ្ចឹងយើងអាចនេះដូចជាចំណុចទី11នេះគឺពាក់ព័ន្ធទៅនឹង enable firewall ប្រើប្រាស់ទៅលើ sudo UFW enable ដូចខ្ញុំអញ្ចឹងដូចខ្ញុំactive ហើយអញ្ចឹងខ្ញុំចង់ឲ្យវាទៅកាន់inactive វិញដើម្បីឲ្យដូចអ្នកទាំងអស់គ្នាហើយខ្ញុំធ្វើការចែកម្ដងទៀតenable នេះមានន័យថាយើង enable ពី inactive មក active មានថាដំបូងរបស់យើងឆែកមកគឺ inactive នៅប្រហែលពីយើងប្រើប្រាស់ទៅលើ command មួយនេះដើម្បីឲ្យ
UFW យើងគឺ enable គឺ active ចំពោះចំណុចទី12វិញគឺពាក់ព័ន្ធទៅនឹងការ allow port 80 ប្រើប្រាស់ទៅលើ sudo UFW allow 80 ចឹងខ្ញុំឃើញថាយើងបានធ្វើការ allow UFW នៃ port 80ហ្នឹងហើយចំពោះចំណុចទី13គឺពាក់ព័ន្ធទៅនឹងការ allow ASX ដូចគ្នាដែលយើងប្រើប្រាស់ command ដែរគឺ sudo UFW allow ASX នេះយើងក៏បានធ្វើការ allow ASX ដូចគ្នាយើងអាចអានបាននេះគឺ skipping adding exiting rule កន្លែងហ្នឹងដូចជាខ្ញុំធ្លាប់បាន add ម្ដងដែរខ្ញុំធ្វើការ allow ម្ដងដែរនេះគឺកន្លែងម្ដងនេះខ្ញុំធ្វើការ allow ធ្លាប់ allow ម្ដងហើយអញ្ចឹងគឺវាបង្ហាញនៅតន័យដែលខ្ញុំធ្លាប់ allow ហ្នឹងនេះជា command ទី14ដែលយើងត្រូវមើលហ្នឹងគឺពាក់ព័ន្ធនឹងការ check firewall status គេហ្នឹងមានន័យថាយើងឆែកតើ firewall status របស់យើងមានអីគេខ្លះហើយ allow អីគេខ្លះដូចខ្ញុំបាន allow មកអញ្ចឹងយើងប្រើប្រាស់ទៅលើ sudo UFW status នេះយើងឃើញថាអ្វីដែលយើងបាន allow មកហ្នឹងគឺវានឹងបង្ហាញទាំងអស់ដែលយើងបាន allow ដូចជា UFW ទៅលើ allow port ហើយនឹង allow ទៅកាន់ ASX ហើយមួយទៀតគឺពាក់ព័ន្ធទៅនឹង status របស់ firewall ដែរដែលយើងធ្វើការ enable ពី inactive មក active ដែលយើងឃើញ status ជាក់ស្ដែងគឺ active ចំពោះចំណុចបន្ទាប់ទៀតគឺដូចជាខ្ញុំបង្ហាញអស់ហើយខ្ញុំមានប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាអាចធ្វើការសាកល្បងខ្លួនឯងបាននិងធ្វើការសិក្សាស្វែងយល់បន្ថែមពាក់ព័ន្ធទៅលើ Linux Command ដែលនៅពេលដែលយើងធ្វើការនៅពេលដែលយើងយល់ឬក៏យើងធ្វើការទៅគឺយើងងាយស្រួលជាងមុននៅពេលដែលយើងចេះនៅលើ Command Linux ហ្នឹងដោយងាយស្រួលខ្លាំងមែនតើដែល Linux គឺអាចផ្ដល់ឱកាសឲ្យយើងស្វែងយល់បានកាន់តែច្រើនហើយខ្ញុំធ្វើការជា Control L ដើម្បីចាកចេញអញ្ចឹងចំពោះចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេខ្ញុំអរគុណអ្នកទាំងអស់គ្នាហើយក៏អរគុណលោកគ្រូ